បាទបងប្អូនហើយព័ត៌មានដំបូងទៅមុនគឺតាក់ទងនឹងក្រុមដែលគ្រប់គ្រងបានបង្ហាញអារម្មណ៍ខកចិត្តចំពោះជំហរនយោបាយត្រកូលកម្មថ្ងៃនេះខ្ញុំដកស្រង់មតិទូទៅរបស់ប្រជាពលរដ្ឋខ្មែរជាពិសេសគឺក្រុមដែលគ្រប់គ្រងលោកកឹមសុខាបដូរផ្ដាច់បាទដែលមែនតើយើងឃើញអ្នកដែលខ្ញុំស្រង់មតិនេះភាគច្រើនលើសលប់បាទជាអ្នកដែលមាននិន្នាការគ្រប់គ្រងត្រកូលកម្មឬក៏អេគីបរបស់លោកកឹមសុខានឹងតែម្ដងហើយខ្ញុំចង់ឲ្យបងប្អូនស្ដាប់ពួកគាត់មើលថាតើគាត់និយាយអីខ្លះតាក់ទងនឹងការដែលលោកកឹមសុខាឬក៏កម្មនោវិទ្យាជ្រើសរើសវិធីដែលត្រូវធ្វើការឲ្យរដ្ឋាភិបាលជំនួសឲ្យការតស៊ូមតិនៅក្នុងបកប្រឆាំងបន្តទៅទៀតទោះបីជាលោកកឹមសុខាត្រូវគេធ្វើទុកបុកម្នេញដល់រ៉ាំរ៉ៃអស់រយៈពេល9ឆ្នាំដូច្នេះហើយនៅសល់ពេលដំណាក់កាលចុងក្រោយនេះស្រាប់តែគាត់ចាប់ផ្ដើមដូរយុទ្ធសាស្ត្រនយោបាយ180ដឺក្រេបាទទី1គឺខ្ញុំនឹងស្រង់មតិរបស់លោកស្រីមេងសុភារីលោកស្រីមេងសុភារីគឺជាសហមេធាវីមួយរូបក្នុងចំណោមសហមេធាវីជាច្រើនរូបរបស់លោកកឹមសុខាដោយលោកស្រីមេងសុភារីធ្វើកិច្ចការងារនេះតវ៉ាការពារក្តីលោកកឹមសុខា9ឆ្នាំហើយជាមួយនឹងលោកផែងហេងជាមួយនឹងលោកអាងឧត្តមហើយមានលោកច័ន្ទជេនដែរក៏ប៉ុន្តែលោកច័ន្ទជេនបាននិរទេសខ្លួនទៅរស់នៅប្រទេសអូស្ត្រាលីជាមួយនឹងក្រុមគ្រួសារទៅនៅសល់តែលោកអាងឧត្តមលោកស្រីមេងសុភារីនិងលោកផែងហេងដែលកំពុងបន្តការពារក្តីនេះនៅឯប្រទេសកម្ពុជាហើយថ្ងៃនេះក៏ខ្ញុំមានមតិរបស់លោកច័ន្ទជេននៅក្នុងនឹងដែរនិយាយទៅខ្ញុំនឹងដកស្រង់មតិមេធាវីចំនួន3រូបរបស់លោកកម្មសខាលើកលែងតែលោកអាងឧត្តមទេអត់ទាន់មានឃើញសារអីពីគាត់ទេលោកស្រីមេងសុភារីមិនបានជាសរសេរសារអីដូចថាបង្ហាញអំពីអារម្មណ៍ឲ្យយើងដឹងថាគាត់និយាយពីអីទេប៉ុន្តែសារបែបនេះជាទូទៅកម្រឃើញគាត់សរសេរដែរសរសេរជាប្រស្នាខ្ញុំសូមសរសើរលោកស្រីមេធាវីមេងសុភារីដែរដែលសុកចិត្តឲ្យឆ្ងល់ណាបងប្អូនគាត់ទុកឲ្យឆ្ងល់ក៏ដាក់ប្រស្នាឬក៏ច្បាប់3ក្នុងជីវិតហាក់បីដូចជារំលឹកឡើងវិញថាជីវិតយើងវាមានច្បាប់3ដែលត្រូវគោរពតាមទី1បើគេស្រឡាញ់អ្នកកុំក្បត់គេទី2បើគេជឿអ្នកកុំកុហកគេទី3បើគេជួយអ្នកកុំភ្លេចគុណគេភាសានេះគួរចេញពីមាត់លោកគ្រូគូសុភាពអីឬក៏សានសុជាឬបុត្រសវងអីចឹងប៉ុន្តែប្រជារាស្ត្រធម្មតាក៏គេមានទ្រឹស្ដីគោលការណ៍របស់គេដែរតែខ្លីប៉ុណ្ណឹងបងប្អូនលោកស្រីមេងសុភារីមានតែត្រឹមពាក្យថាបើគេស្រឡាញ់អ្នកកុំក្បត់គេហើយបើគេជឿអ្នកកុំកុហកគេហើយបើគេជួយអ្នកកុំភ្លេចគុណគេខ្ញុំស្ដាប់ទៅន័យនេះគឺជាន័យអប់រំទូទៅនៅក្នុងជីវិតមែនហើយក៏ប៉ុន្តែវាគប់ជួននឹងព្រឹត្តិការណ៍នឹងដែរតើអ្នកណាក្បត់អ្នកណាស្រឡាញ់អ្នកណាហើយអ្នកណាគេរត់ចោលអ្នកណាទុកឲ្យបងប្អូនជាអ្នកសម្រេចខ្លួនឯងចុះចំណែកឯលោកផែងហេងឯនោះវិញជាមេធាវីមួយរូបដែររបស់លោកកឹមសុខាលោកមិនបានជាចេញសារអីច្រើនទេរបៀបប្រស្នាដូចគ្នាមេធាវីប៉កែណាស់ដល់តែពេលមានរឿងពេញទឹកពេញដីប្រជាពលរដ្ឋរាសក្រីក្រអ្នកស្រុកអីចង់ដឹងថាសខ្មៅគឺគាត់ដាក់ប្រស្នាមកទាំងអស់គ្នាទុកឲ្យយើងយកទៅដោះទៀតបាទលោកផែងហេងគាត់ដាក់អញ្ចេះថាម្នាក់សួរខ្ញុំតើឲ្យខ្ញុំឆ្លើយថាម៉េចគាត់ដឹងថាគេសួរថាម៉េចទេខ្ញុំជឿថាសំណួរដែលគេសួរលោកផែងហេងនេះគ្មានខុសពីខ្ញុំយល់ទេខ្ញុំថាលោកផែងហេងជាមេធាវីការពារក្តីឲ្យលោកសង្គមសុខា9ឆ្នាំមកឲ្យស្មោះស្ម័គ្រហ្នឹងតើឥឡូវគេរត់ចោលលោកយល់យ៉ាងម៉េចសំណួរនេះច្បាស់ជាគេសួរអញ្ចឹងអញ្ចឹងលោកសំទោសក៏អត់ដឹងថាគេសួរថាម៉េចខ្ញុំចិត្តតែសួរទៅគេលូព្រោះសំណួររបៀបជាប្រស្នាពេកគាត់ឆ្លើយចេះគេថាម្នាក់សួរខ្ញុំតើឲ្យខ្ញុំឆ្លើយយ៉ាងម៉េចអញ្ចឹងគាត់ឆ្លើយដែរគាត់ថាចេះព្រឹត្តិការណ៍ឆ្នាំ1994ឆ្នាំ1995 97 98 2003ខ្ញុំដឹងព្រោះខ្ញុំនៅក្នុងព្រឹត្តិការណ៍ខ្លះនិងមានអ្នកដឹកនាំឲ្យដឹងខ្លះច្បាស់មែនតែនឆ្នាំ2004ខ្ញុំដង្ហែសម្ដេចនរោត្តមវិជ្ជរានិងសម្ដេចនរោត្តមសេរីវុឌ្ឍបាយទឹកព្រឹកល្ងាចស្ទើររាល់ថ្ងៃក្នុងពេលបាយតែ1ម៉ោងសម្ដេចក្រមព្រះប្រធានខលមកសម្ដេចទាំងទ្វេបដូរយោបល់បដូររូបមន្តកណនីនយោបាយ3ទៅ5ដងខ្ញុំយល់ថាសម្ដេចក្រមព្រះមិនបានក្បត់សហការីនិងប្រជារាស្ត្រខ្មែរទេផ្ទុយទៅវិញអ្នកនយោបាយនៅជុំវិញសហការីគឺសហការីនៅជុំវិញនឹងឯងរួមនឹងអតីតសហការីនិងមេបកទេមិនស្មោះត្រង់នឹងត្រង់ហើយបង្កើតព័ត៌មានឲ្យមានការភ័ន្តច្រឡំនិងឲ្យមានការរើសអើងអ្នកអាចមើលឃើញអាប៉ោងពេលនេះថាបើក្របសម្រាប់ខ្ញុំអាប៉ោងនេះមិនទាន់ក្រឡុកផងទេដូចនេះអ្នកគួរកុំប្រញាប់ចាក់ទោះបើចាក់ខ្សែឬចាក់កៅអៅក៏ដោយអ្នកអាចបំភ្លេចអ្នកដទៃបានតែអ្នកមិនអាចបំភ្លេចខ្លួនឯងបានទេ
បើសិនជាខ្ញុំឲ្យខ្ញុំជួលមេធាវីផែងហេងយកមកឲ្យការពារក្តីខ្ញុំឲ្យដាក់ប្រស្នាឲ្យខ្ញុំជាកូនក្តីដោះអញ្ចេះខ្ញុំអត់ហ៊ានជួលទេខ្ញុំសុំទោសឲ្យផ្អាច់នឹងថ្លៃពេកហើយព្រោះមិនដឹងថាត្រូវយល់យ៉ាងម៉េចគេនិយាយពីរឿងករណីលោកកឹមសុខាគាត់ឲ្យប្រស្នារឿងសម្ដេចកុម្ពៈរឿងថាព្រះអង្គមិនក្បត់ប្រជារាស្ត្រហ្វុនស៊ិនប៉ិចទេតាមពិតគឺមន្ត្រីអាមាត្យអ្នកនៅរីរងឬក៏សហការីជុំវិញខ្លួនទេដែលក្បត់ព្រះអង្គអញ្ចឹងបានន័យថាការលលាយហ្វុនស៊ិនប៉ិចហ្នឹងគឺព្រះអង្គកុម្ពៈលោកមិនដែលក្បត់ប្រជារាស្ត្រទេមកពីមនុស្សនៅក្បែរព្រះអង្គអាចត្រូវក្នុងព្រឹត្តិការណ៍ហ្នឹងដែរអញ្ចឹងបានន័យថាម៉េចចង់លោកចង់និយាយមករឿងករណីលោកកម្មសខានេះគឺលោកកម្មសខាមិនក្បត់រាជទេគឺកូនគាត់អ្នកក្បត់គាត់ព្រោះមានអ្នកណាដែលទៅចូលជាមួយលោកហ៊ុនសែនមានតែកញ្ញាកម្មនោវិទ្យាហ្នឹងដែលជាកូនស្រីច្បងរបស់លោកកម្មសខាហើយទៅលោកកម្មសខាខ្លួនលោកហ្នឹងក៏ចូលទៅជាមួយលោកហ៊ុនសែនចាប់ដៃចាប់អីសុំទោសសុំអីសុំឈប់ធ្វើនយោបាយសុំអីដែលមានការជជែកគ្នាទ្វាក្រោយអីដែលលោកតាំងសារដាបញ្ចេញខ្សែណែព័ត៌មាននឹងកាលពីខែឧសភាបើតែថាក្រុមលោកកម្មសខារហរឿងថាលៀបពណ៌លៀបអីគាត់ក៏ដោយក៏ប៉ុន្តែចុងក្រោយហ្នឹងគឺដូចកញ្ញាកម្មនោវិទ្យាអញ្ចឹងលៀបពណ៌លោកតាំងសារដាហ្នឹងថាបលឹះថាលៀបពណ៌ថាអីថាគេមិនចោះចូលគេមិនអីដោយការគិតដល់ហើយទៅចូលជាមួយលោកហ៊ុនម៉ាណែតរដ្ឋាភិបាលបាត់អញ្ចឹងអាគេនិយាយពីមុនមកមិនអញ្ចឹងបើយើងចោទគេថាលៀបពណ៌តើយើងទៅសុំទោសគេដែរព្រោះអីគេថាទៅយើងមួម៉ៅក្តៅក្រហាយរករឿងគេថាហ្នឹងមិនត្រូវទេដល់ពេលឥឡូវរឿងទៅជាត្រូវយើងនៅស្ងាត់ទេអញ្ចឹងបានន័យថាយើងអត់ទទួលខុសត្រូវចំពោះអ្វីដែលយើងជេរយើងថាគេលៀបពណ៌ទេអញ្ចឹងមិនអីទេលោកថាអាប៉ោងវាអត់ទាន់បើកក្របឯងកុំអាលទាន់ក្លុកទៀតលោកផែងហេងក៏ថាមិនទាន់ក្លុកទៅទៀតអាប៉ោងគេសារោងហ្នឹងគាត់ថាអត់ទាន់ក្លុកអ្នកលាប៉ោងគេទៅផ្ទះអស់ហើយលោកផែងហេងគេទៅផ្ទះអស់ហើយតើគេឈប់ចាក់ហើយព្រោះគេដឹងថាអាប៉ោងហ្នឹងបើកក្របបាត់អស់ហើយគេនាំគ្នាសារកទេឥឡូវហ្នឹងគេទៅរកវត្តអីផ្សេងនោះបនកឋិនឬធ្វើបចុះសីមាអីគេត្រៀមលេងវងថ្មីទៀតហើយវងអាប៉ោងនេះគេបើកក្របចាក់អស់ហើយតើម្នាក់ខកចិត្តអស់ហើយហ្នឹងតែលោកសុំសរសើរនេះហើយដែលធ្វើឲ្យអ្នកដែលស្មោះស្ម័គ្រនឹងអ្នកណាក៏ដោយចាញ់បោកអ្នកនយោបាយហ្នឹងគឺដោយសារតែគាត់នៅស្មោះស្ម័គ្រគាត់នៅតែជឿថាមិនអីទេអញ្ចឹងណាបាទឥឡូវនេះបន្តទៅទៀតបងប្អូនចុះលោកច័ន្ទចេនលោកសរសេរអីគេខ្លះមេធាវីមួយរូបដែររបស់សហមេធាវីលោកកម្មសុខាប៉ុន្តែរស់នៅប្រទេសអូស្ត្រាលីសប្តាហ៍ថ្ងៃគាត់ឡើងជាមេធាវីហើយគ្រាន់តែជាសហការីស្និទ្ធជាមួយលោកកម្មសុខាដែរលោកច័ន្ទចេនមិនបានសរសេរអីទេនៅលើបណ្ដាញសង្គម Facebook របស់លោកប៉ុន្តែលោក share មតិរបស់អ្នកដតីដែលប្រហែលជាអាចស្របនឹងការយល់ឃើញរបស់លោកឯងបានគាត់ចិត្តតែ share មុនហ្នឹងគាត់ share របស់មតិរបស់លោកតាំងសារដាដែលលោកតាំងសារដាគាត់សរសេរពីអង្គរៈរបស់លោកកម្មសុខាលោកសរសេរអញ្ចេះលោកច័ន្ទចេនហ្នឹងគាត់ share នៅ Facebook គាត់ថាលោកសារដាស្អីចេះអង្គរៈចំណិតរបស់លោកកម្មសុខាគឺលោកវិនសុភ័ក្របានសរសេរនៅលើកណនី Facebook របស់លោកនៅថ្ងៃនេះយ៉ាងដូចនេះថាមានមនុស្សជាច្រើនធ្លាប់ទទួលបានផលប្រយោជន៍និងកិត្តិយសនៅពេលដែលលោកកម្មសុខានៅមានឥទ្ធិពលនយោបាយក៏ប៉ុន្តែក្រោយពេលដែលគាត់ប្រឈមនឹងបញ្ហាមនុស្សមួយចំនួនក៏បាននាំគ្នាចាក់ចេញទៅហើយខ្លះទៀតក៏បាននាំគ្នារត់ចោលគាត់នឹងទុកឲ្យគាត់នៅប្រឈមតែម្នាក់ឯងបន្ទាប់មកមនុស្សទាំងនោះក៏នាំគ្នាបន្ទោសគាត់ទាំងដែលអ្វីមិនទាន់ទាំងចាប់ផ្ដើមផងតើយុត្តិធម៌មានសម្រាប់គាត់ដែរឬទេខ្ញុំថាអង្គរៈរបស់លោកកម្មសុខានេះហាក់បីដូចជាក្បត់ប្រវត្តិសាស្ត្រនឹងរឿងពិតដែរគ្មាននរណារត់ចោលលោកកម្មសុខាទេមនុស្សដែលបានលៀបសការៈអាចរត់ចោលគាត់មែនប៉ុន្តែមនុស្សដែលស្រឡាញ់មនសិការស្រឡាញ់សិទ្ធិមនុស្សប្រជាធិបតេយ្យអត់មានដែរអ្នកណារត់ចោលទេគេនៅតស៊ូមតិដើម្បីឲ្យលោកកម្មសុខាបានសេរីភាពរួចគត់ពីគុកនឹងរហូតគេតវ៉ាគេធ្វើបាតកម្មគេទៅជួបតំណាងរាស្ត្រនៅអាមេរិកនៅអីហ្នឹងគឺគេធ្វើរាល់តែពេលទេប៉ុន្តែអស់លោកនៅស្រុកខ្មែរហ្នឹងជួនកាលឃើញណាដូចថាបែកខ្ញែកគ្នាចិត្តតែឆ្លោះគ្នាជនរងគ្រោះនាំគ្នាបង្កើតក្រុមកម្មសុខាឆ្លោះគ្នាជាមួយក្រុមលោកសំរងស៊ីអីហ្នឹងតែបង្កើតឲ្យមានអវបធម៌ប្រទេសផ្ដាស់អញ្ចឹងតែតាមពិតប្រជាពលរដ្ឋដែលគេស្រឡាញ់ប្រជាធិបតេយ្យគេមិនខ្វល់ក្រុមលោកកម្មសុខាខ្វល់លោកសំរងស៊ីក្នុងមានខ្ញុំមួយដែរគឺខ្ញុំនៅតែតស៊ូមតិដើម្បីឲ្យដោះលែងលោកកម្មសុខារហូតមកតែខ្ញុំអត់ដែលបោះបង់ចោលលោកកម្មសុខាទេបើនិយាយថាអ្នកណារត់ចោលអត់ទេខ្ញុំអត់ដែលរត់ចោលលោកកម្មសុខាខ្ញុំអត់ដែលនិយាយទៅខ្ញុំអត់ដែលរត់ចោលសច្ចធម៌ខ្ញុំអត់ដែលរត់ចោលអ្នកដែលស្រឡាញ់សិទ្ធិមនុស្សនិងប្រជាធិបតេយ្យទេទៅម៉ោងនេះហ្នឹងម៉ោងនេះគឺម៉ោងនេះក៏ខកចិត្តដែរសុំទោសពេលខ្លះនិយាយពីអារម្មណ៍ពិតដែរខ្ញុំក៏ខកចិត្តខ្លាំងដែរព្រោះអីការពារលោកកម្មសុខាមកអាយុហើយជាជនរងគ្រោះតែយ៉ាងណាបងប្អូនខ្ញុំមិនមែនជាអ្នកនយោបាយទេខ្ញុំខកចិត្តគ្រាន់តែថាមិនមែនបាននៅជាប់ងងនឹងជូតទឹកភ្នែកបន្តដំណើរទៅទៀតអត់មានអីទៅជាពាក់វគ្គវិនចំណង7ទឹកប្រការជាមួយអ្នកនយោបាយពវៀនបច្ចេកទេសអីទេអស់លោកធ្វើអីធ្វើទៅប្រជាប្រដ្ឋលោកជាអ្នកសម្រាប់ខ្លួនឯងគាត់ថាជាអ្នកផ្សាយព័ត៌មានមួយរូបដែលការពារលោកកម្មសុខាតាំងពីដើមទីមកដែរក៏ខកចិត្តដែរតែប៉ុណ្្នឹងឯងឥឡូវបន្តទៅទៀតលោកច័ន្ទចេន share របស់លោកតាំងសារដានឹងហើយគាត់មានគាត់ share ពី Facebook មួយឈ្មោះថាប៊ុនធឿនកូនខ្មែរ BT គាត់ share មុនហ្នឹងប្រហែល2-3ម៉ោងហ្នឹងគាត់ share ទៀតអត់និយាយខ្លួនឯងលោកច័ន្ទចេនលោកយកបោះគេមកវិញលោកប៊ុនធឿនកូនខ្មែរហ្នឹងប្រហែលជាអ្នកគ្រប់គ្រងលោកកម្មសុខាកាប់មុខដែរគាត់សរសេរចេះវិបត្តិសិលធម៌និងភាពអយុត្តិធម៌នយោបាយចំពោះឯកឧត្តមកម្មសុខាគាត់ជួយការពារនៅក្នុងលបែងអុកនយោបាយកម្ពុជាការបន្សល់ទុកឯកឧត្តមកម្មសុខាឲ្យស៊ូទ្រាំនៅក្នុងរង្វង់ឃុំឃាំងនិងសម្ពាធផ្លូវច្បាប់តែឯងគឺជាការឆ្លោះបញ្ចាំងវិបត្តិសិលធម៌និងយុទ្ធសាស្ត្រយ៉ាងធ្ងន់ធ្ងរក្នុងជួរបកប្រឆាំងអ្វីដែលកាន់តែជូរចត់និងអយុត្តិធម៌បំផុតនោះគឺនៅក្នុងអំឡុងពេលដែលរូបលោកកំពុងបាត់បង់សេរីភាពបុគ្គលមួយចំនួនដែលធ្លាប់តែទាញយកផលប្រយោជន៍បនស័កកិត្តិយសនិងទូនីតិពីញើសឈាមរបស់លោកបែរជាបង្វែរចង់អាវុធមកវាយប្រហាររិះគន់និងទម្លាក់កំហុសមកលើរូបលោកពីចម្ងាយទៅវិញកាន់តែឈឺចាប់ជាងនេះទៅទៀតក្នុងទំហំ
ពេលវេលានៃការឃុំឃាំងនិងរៀបចំកាត់ទោសដ៏វែងឆ្ងាយនេះតើក្រុមអ្នកដែលចូលចិត្តនិយាយរិះគន់នឹងវាយប្រហារទាំងនោះធ្លាប់បានលះបង់ឬចេញមុខមកជួយឈឺឆ្អាលទុកលំបាកដ៏ធ្ងន់ធ្ងររបស់លោកដែរឬទេការយកមេដឹកនាំដែលមិនរត់ចោលស្រុកធ្វើជាខែលការពារផងនិងជាគោលដៅចោលប្រកាន់ផងព្រមទាំងជាការជន់ពន្លិចឲ្យមានគុណអ្នកមានគុណក្នុងគ្រាអាសន្នដោយគ្មានការអាណិតអាសូរនិងគ្មានការជួយជ្រោមជ្រែងបែបនេះមិនត្រឹមតែជាទង្វើខ្វះការទទួលខុសត្រូវផ្នែកនយោបាយប៉ុណ្ណោះទេក៏ប៉ុន្តែវាគឺជាការក្បត់សិលធម៌និងការតស៊ូនិងភាពអយុត្តិធម៌ធ្ងន់ធ្ងរចំពោះអ្នកដែលលះបង់ពិតប្រាកដខ្ញុំជឿថាលោកប៊ុនធឿនក៏អត់ខុសពីអង្គរៈរបស់លោកកម្មសខាម្នាក់ដែលឈ្មោះដែលលោកតាំងសាដាដកស្រង់នេះឈ្មោះសុភ័ក្រនេះណាគឺគាត់ក្បត់ប្រវត្តិសាស្ត្រខ្លួនឯងគាត់ឃើញតែក្រុមគាត់ឆ្លោះគ្នាប្រទេសគ្នាក៏អត់មើលឆន្ទៈប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសសហរដ្ឋអាមេរិកនៅលើโลกអ្នកណាក៏គេតស៊ូទាមទារឲ្យដោះលែងលោកកម្មសខាឲ្យមានសេរីភាពឡើងវិញគេដឹងការជិះចាប់អ្នកជាប់គុកអ្នកណាក៏ដឹងដែរគ្មានអ្នកណាចង់ឲ្យការជាប់គុកទេក៏ប៉ុន្តែការតស៊ូនយោបាយគឺវាត្រូវការស្វិតស្វាញត្រូវការអត់ធ្មត់ត្រូវការពេលវេលាយូរណាស់រហូតដល់ស្លាប់ខ្លួនក៏មានដែរហ្នឹងធ្វើម៉េចអ្នកតស៊ូនយោបាយបើសិនជាអ្នកធ្វើជ្រូកកុំរាទៅក្តៅបើខ្លាចទៅក្តៅកុំធ្វើជ្រូកធ្វើជាអ្នកនយោបាយគឺវាពុកពលីជីវិតបូជាឲ្យព្រោះអីដោយសារតែចិត្តយើងវាគ្រប់គ្រងដោយរបបផ្ដាច់ការរបៀបផ្ដាច់ការបើសិនជាប្រទេសសេរីដូចនៅអាមេរិកអីវិញវាមានអីតស៊ូមតិអត់មាននរណាចាប់នរណាដាក់គុកទេគឺអ្នកណាដែលមានសម្លេងប្រជាប្រដ្ឋគ្រប់គ្រងច្រើនគឺឈ្នះនៅស្រុកខ្មែរមិនមែនអញ្ចឹងគឺគេគៀបគេមូលគេក្តិចគេសម្លាប់គេធ្វើបាបអីអញ្ចឹងហើយអ្នកដែលនៅក្រៅគឺគេតស៊ូមតិរហូតតែក្រុមអស់លោកទេដែលឆ្លោះគ្នាឯងហ្នឹងក្រុមអស់លោកនឹងឆ្លោះគ្នាឯងគឺថាដូចថាភ័យបារម្ភអញ្ចឹងទៅជាពិសេសអ្នកដែលនៅក្នុងស្រុកភាគច្រើនក្រុមអ្នកគ្រប់គ្រងលោកកម្មសខាគឺរករឿងក្រុមលោកសំរងស៊ីនឹងមែនតើដោយឲ្យតែប្រកាសចលនាអីមួយហ្នឹងគឺថាដើម្បីបំផ្លាញធ្វើឲ្យលោកកម្មសខាជាប់គុកកាន់តែយូរហើយកុំយកឈ្មោះយកមកប្រើយកអីបើទោះបីជាគេបំផ្លាញចោលអស់ហើយគឺពួកគាត់ថាតែការតស៊ូមតិនៅខាងក្រៅហ្នឹងគឺឲ្យតែយកឈ្មោះលោកកម្មសខាថាលោកសំរងស៊ីជាមនុស្សតែមួយគឺមានបញ្ហាជាមួយក្រុមគាត់តែម្ដងព្រោះអីខ្លាចលោកហ៊ុនសែនដាក់គុកឲ្យយូរតែការពិតដូចខ្ញុំនិយាយចឹងត្រីរស់ក៏រួចទន្សាយក៏រួចរបៀបដឹកនាំផ្ដាច់ការគេអត់ខ្វល់ថាយើងធ្វើអីទេគេឲ្យយើងបំបែកគ្នាហើយដល់យើងជឿថាបើសិនជាឲ្យត្រូវគ្នាគឺលោកហ៊ុនសែនអត់ដោះលែងតែដល់ពេលបែកគ្នាក៏គាត់តែមិនដោះលែងព្រោះអីគណៈបកប្រឆាំងវាមិនមែនអាស្រ័យទៅលើលោកកម្មសខានិងលោកសំរងស៊ីមួយមុខទេគឺវាទៅលើប្រជាពលរដ្ឋទាំង18លានអ្នកដែលគេស្រឡាញ់ប្រជាធិបតេយ្យដែរគ្រាន់តែថាលោកកម្មសខានិងលោកសំរងស៊ីគ្រាន់តែជានិមិត្តរូបនៃការតស៊ូគឺជាមានអ្នកណាគ្រាន់តែនាំមុខតែមិនមែនបានន័យថាអស់លោកកម្មសខាទៅអស់លោកសំរងស៊ីទៅមនុស្សដែលកំពុងតស៊ូប្រជាធិបតេយ្យដើម្បីសិទ្ធិមនុស្សនិងសេរីភាពនឹងនាំគ្នាចងកសម្រាប់ខ្លួនទេមិនមែនអញ្ចឹងទេសប្ងៃគឺការតស៊ូអីក៏ដោយគេត្រូវដូចថាទាហានអីចឹងគេត្រូវមានមេតបមួយដើម្បីដឹកមុខក៏ប៉ុន្តែបើមេតបនោះមិនអាចដឹកមុខបានគឺច្បាស់ជាលើកូនតបឬក៏អនុតបណាទៅដឹកមុខទៀតហើយវាអត់ដែលឲ្យស្លាប់ទេការដែលគេធ្វើហ្នឹងអញ្ចឹងតែប៉ុន្តែអស់លោកជួនការបដិផ្ដួលអាការជុកទុកចិត្តហ្នឹងទៅលើមេដឹកនាំខ្លាំងពេកដល់ពេលមេដឹកនាំកិច្ចឬក៏ដូរចិត្តឬក៏អីទៅបោះបង់ចោលទៅខកចិត្តអស់លីងអញ្ចឹងតែខ្ញុំជឿថាអ្នកដែលស្រឡាញ់ប្រជាធិបតេយ្យខកចិត្តក៏ប៉ុន្តែមិនជឿថាបាត់បង់ការតស៊ូទេនេះគឺជាមេរៀនដែលបង្រៀនគាត់ឲ្យប្រយ័ត្នប្រយែងកាន់តែខ្ពស់ទេឥឡូវបន្តទៅទៀតលោកសួនសូរីដាដែលជាអ្នកស្មោះស្ម័គ្រនឹងខាងអេគីបលោកកម្មសុខាណាស់ដែរគាត់សរសេរសារនៅថ្ងៃទី17ខែសីហាថាអញ្ចេះនិយាយតាក់ទងនឹងកម្មមនោវិជ្ជាគាត់សរសេរលើបណ្ដាញសង្គម Facebook គាត់ថានេះជាសិទ្ធិរបស់ក្មួយតែអ្វីដែលសំខាន់គឺក្មួយបានធ្វើឲ្យអ្នកគ្រប់គ្រងក្មួយនិងឪពុកក្មួយអស់សង្ឃឹមរលីងហើយតួនាទីនេះក្មួយមិនសមនឹងបដូរជាមួយនឹងកិត្តិយសគេឈ្មោះដែលមានសាងកន្លងមកទេដែលបានសាងកន្លងមកទេខ្ញុំអាណិតដល់អ្នកគ្រប់គ្រងដែលខំអត់ស៊ីអត់ឃ្លានរងចាំជិត10ឆ្នាំខ្លះរហូតធ្លាក់ខ្លួនក្រឈឺស្លាប់ថែមទៀតផងបាទនេះគឺជាភាសាដែលទៅដាក់ទម្ងន់ទៅលើកញ្ញាកម្មមនោវិជ្ជាជាជាងដាក់ទៅលើកម្មសុខាឥឡូវស្របលោកសួនសូរីដានិយាយនេះស្របទៅនឹងអ្វីដែលជាប្រស្នារបស់លោកផែងហេងដែរដែលថាសម្ដេចកុម្ពះលោកមិនក្បត់បកទេតែមនុស្សក្រៅអាវ៉ាតរបស់គាត់ជាអ្នកក្បត់ធ្វើឲ្យហ៊ុនស៊ិនប៉ិចរលាយឥឡូវចូលដល់រឿងនេះថាអ្នកដែលក្បត់គឺកញ្ញាកម្មមនោវិជ្ជាមិនមែនលោកកម្មសុខាទៅវិញអានេះតាមអ្វីដែលជាទស្សនៈរបស់លោកសួនសូរីដាខ្ញុំជឿថាបើជាមេបកអត់មានសិទ្ធិអីសម្រាប់សោះទុកឲ្យកូនសម្រាប់តាមក្បាលវ៉ាល់ខ្ញុំមិនដឹងដែរបើមិនជជែកគ្នាមិនពិគ្រោះគ្នាតើរឿងនេះវាចេញទៅយ៉ាងម៉េចកើតបាទឥឡូវនេះលោកប៉ាងុនទៀងឯនោះវិញដែលជាអ្នកស្មោះស្ម័គ្រនឹងលោកកម្មសុខាបដូរផ្ដាច់ដែរលោកប៉ាងុនទៀងគឺជាប្រធានវិទ្យុ VOD ពីមុនមកហើយគាត់បានគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយបានមានប្រសិទ្ធភាពយ៉ាងច្រើននៅក្នុងការតស៊ូមតិនៅក្នុងលើឆាកអន្តរជាតិទាក់ទងនឹងសិទ្ធិសេរីភាពនៅកម្ពុជានេះដែរហើយលោកក៏ជាអ្នកដែលស្មោះស្ម័គ្រនឹងលោកកម្មសុខាផ្ដាច់បដូរដែរទីមួយលោកបាននិយាយថាខ្ញុំឈឺនិយាយតែប៉ុណ្្នឹងឯងអត់ដឹងថាគាត់ឈឺរឿងអីកូនចៅគាត់មានបញ្ហាអីក៏ប៉ុន្តែគាត់សរសេរនៅថ្ងៃដែលកម្មមនុស្សវិទ្យាទទួលបានងារជាប្រិយសិទ្ធពិសេសនឹងតែម្ដងគាត់និយាយថាខ្ញុំឈឺជាភាសាអង់គ្លេសគាត់ដាក់ថា I am painful I think it is painful ដើម្បីឲ្យត្រូវវិជ្ជាករអង់គ្លេស it is painful it pains me ដូចថាគាត់ឈឺហ្នឹងគឺមិនដឹងតែឈឺចាប់រឿងអីហើយទៅស្អីអក្សរ painful ដែលឈឺចាប់ហ្នឹងជាភាសាអង់គ្លេសជាអក្សរឡាត់ណែអក្សរធំទេបានន័យថាឈឺមែនតើហើយទៅគាត់ដាក់ថាខ្ញុំប្រកាន់គោលការណ៍សុចរិតហើយនៅតែបន្ត
ឈរលើគោលការណ៍បែបនេះបាទបន្តគោលការណ៍សុចរិតអូខេខ្ញុំសរសើរការបន្តគោលការណ៍សុចរិតរបស់គាត់ឥឡូវអ្នកដែលគ្រប់គ្រងលោកកឹមសុខាដល់បដូរផ្ដាច់មួយទៀតគឺលោកហ៊ីងសុកសានលោកហ៊ីងសុកសាននេះអត់សរសេរសារអីសោះទេនៅពេលដែលកញ្ញាកម្មមនោវិជ្ជាបានទទួលងារជាប្រិយសិទ្ធពិសេសគឺគាត់អត់សរសេរប៉ុន្តែពេលដែលលោកកឹមសុខានាំគ្រួសារទាំងកម្មមនោវិជ្ជាទាំងអីទៅទាំងគ្រួសារទៅជួបលោកហ៊ុនសែន2ថ្ងៃមុនហ្នឹងគឺគាត់សរសេរសារអញ្ចេះគាត់ថានយោបាយមិនយកខ្មែរជាសត្រូវគឺបែបហ្នឹងគាត់និយាយចឹងគ្រួសារលោកកឹមសុខាចូលទៅជួបគ្រួសារលោកជួបលោកហ៊ុនសែនហ្នឹងគាត់ចង់ប្រាប់អ្នកដែលគ្រប់គ្រងទាំងអស់ឲ្យយល់ថានយោបាយមិនយកខ្មែរណាជាសត្រូវគឺគេធ្វើបែបហ្នឹងហើយគាត់សួរទៀតយល់វាផ្ទុយពីនយោបាយមានស៊ីអត់សែនមានសែនអត់ស៊ីសូមឆ្វេងយល់រឿងនេះនេះគឺគាត់ចង់និយាយបន្ទោសទៅក្រុមលោកសំរងស៊ីអារឿងវប្បធម៌មានអញអត់ឯងមានអញអត់អញហ្នឹងអញ្ចឹងលោកកម្មសុខាគេធ្វើនយោបាយបែបនេះអញ្ចឹងលោកហ៊ីងសុកសានគាត់គ្រប់គ្រងថាឲ្យទៅចាប់ដៃចាប់អីអញ្ចឹងទៅហើយនៅមុននឹងមួយថ្ងៃមុននឹងគាត់សរសេរថាកុំធ្វើអានយោបាយមានស៊ីអត់សែនមានសែនអត់ស៊ីហ្នឹងគាត់និយាយចេះគាត់ថាបើចង់គាត់បន្ទោសអ្នកដែលរករឿងដែលគេដោះលែងឬក៏បទូបថយលោកកម្មសុខាហ្នឹងចេះចង់ឲ្យដោះអ្នកនេះលែងអ្នកនោះក៏ប៉ុន្តែពេលគេជួបគ្នាដោះស្រាយបញ្ហាបែរជាចោទថាអ្នកនោះចំណេញអ្នកនេះចោះចូលឬលក់ក្បាលឡាក់មិនដល់តែកែរដ្ឋធម្មនុញ្ញឬសរសេរលិខិតសុំទោសទៅវាមិនអីមែនបាទនេះគឺជាភាសារបស់លោកហ៊ីងសុកសានដែលគាត់ចាក់មុនហ្នឹងទេក៏អត់មានតន់សរសេរអីពីរឿងកញ្ញាកម្មមនោវិជ្ជាចូលជាមួយនឹងលោកហ៊ុនម៉ាណែតលោកហ៊ុនសែនហ្នឹងទេបាទលោកហងចក្រាឯនោះវិញដែលជាអ្នកគ្រប់គ្រងលោកកម្មសុខានឹងគឺថាមិនណយដែរនោះគាត់សរសេរខ្លីគាត់ថាឈប់បបួលគាត់ធ្វើនយោបាយទៀតមិនដឹងជាខកចិត្តប៉ុណ្ណាទេលោកហងចក្រាលោកហងចក្រាជាអតីតបុគ្គលិកវិទ្យុអាស៊ីសេរីដែរហើយគាត់តាមពិតខ្ញុំនិងលោកហងចក្រានឹងរាប់អានគ្នាដែរទេដោយសារធ្លាប់ទៅទទួលទានអាហារនៅផ្ទះគាត់ហើយគាត់ប្រកែកធ្វើម្ហូបគួរឲ្យឈ្ងុយឆ្ងាញ់ហើយសមានចិត្តនៅក្នុងការទទួលភ្ញៀវរាក់ទាក់ឲ្យភាពកក់ក្ដៅគឺខ្ញុំសូមឲ្យលេខ1ដល់លោកហងចក្រាគឺគាត់ជាម្ចាស់ផ្ទះដែលទទួលភ្ញៀវបានធ្វើឲ្យយើងមានភាពកក់ក្ដៅមែនតើទៅដល់ផ្ទះគាត់គឺយើងដូចយើងបានទៅលេងផ្ទះខ្លួនឯងអញ្ចឹងណាខ្ញុំសូមអរគុណលោកហងចក្រាណាខ្ញុំនិយាយសាររបស់លោកហងចក្រានេះមិនមែននិយាយពីការបន្ទាបបន្ថោកជំហរនយោបាយអីទេខ្ញុំគ្រាន់តែថ្លែងសារដែលលោកសរសេរលើបណ្ដាញសង្គម Facebook ប្រាប់ថាឈប់បបួលលោកធ្វើនយោបាយអីទៀតប្រហែលជាលោកខកចិត្តពួកលោកអ្នកគ្រប់គ្រងលោកកម្មសុខានឹងសម្បើមណាស់ហើយទៅគាត់ថាអញ្ចេះជាង10ឆ្នាំមុនសកម្មរឿងនយោបាយលុះដល់អាយុ50ផ្លាយសកម្មរឿងជប៉ុនវិញម្ដងខ្ញុំអត់ដឹងលោកសរសេរពីអីទេប៉ុន្តែលោកហងចក្រានេះគឺស្ដាច់កំ pl ែងមួយដែលគាត់បកកែកំ plុកកំ pl ែងបកកែធ្វើឲ្យយើងសើចសប្បាយដែរតែយ៉ាងណាបងប្អូនយើងទៅគិតខ្លួនឯងទៅបណ្ឌិតឡើងបង្ហាញឯនោះលោកថាអញ្ចេះតាមពិតលោកសរសេរ2ថ្ងៃមុននឹងកញ្ញាកម្មមនោវិជ្ជាបានទទួលងារជាប្រិយសិទ្ធដែរគាត់សរសេរថាជនជាតិមួយដែលគិតថាអ្នកហ៊ានស្បែកដាចអ្នកខ្លាចស្បែកស្វិតគឺមិនសមជាប្រជាជាតិមួយដែលមានអធិបតេយ្យនិងឯករាជ្យនោះទេលោកបណ្ឌិតឡាមម៉ុងហៃហាក់បីដូចជាចង់និយាយរំលឹកដាស់តឿនសតិអារម្មណ៍បងប្អូនថាភាសាខ្មែរដែលបន្លាចគ្នាថាអ្នកហ៊ានស្បែកដាចអ្នកខ្លាចស្បែកជាបានន័យថាតើតែយើងចោះចូលតើតែយើងធ្វើសម្បទានតើតែយើងអីខ្លាចគេហ្នឹងបានយើងរស់បានយើងស្បែកស្វិតហ្នឹងហើយតែអ្នកហ៊ានស្បែកដាច់ហ្នឹងសំដៅទៅលើថាច្រើនតែត្រូវដបងត្រូវបំណងគេហ្នឹងគាត់ថាការដែលយល់បែបហ្នឹងគឺមិនសមជាប្រជាជាតិមួយជាប្រជាធិបតេយ្យនិងឯករាជ្យទេខ្ញុំថាប្រសាសន៍របស់លោកបណ្ឌិតឡាមម៉ុងហៃមានអត្ថន័យសំលមមនឹងយកទៅទទួលពិចារណាដូចថាគេវាយយកដីយើង76កន្លែងហើយយើងនៅតែធ្វើជាអ្នកស្លូតស្បែកស្វិតត្រូវហើយគេអត់វាយអីទៀតប៉ុន្តែយើងបាត់អធិបតេយ្យរបស់យើងក៏អាចថាបានខ្ញុំនិយាយនេះគឺខ្ញុំបកស្រាយខ្លួនឯងទេលោកបណ្ឌិតឡាមម៉ុងហៃមានខ្លីត្រឹមតែប៉ុណ្្នឹងឯងប៉ុន្តែជនជាតិមួយដែលគិតថាអ្នកហ៊ានស្បែកដាចអ្នកខ្លាចស្បែកស្វិតមិនសមជាប្រជាជាតិមួយអធិបតេយ្យនិងឯករាជ្យទេចុងក្រោយគឺលោកស្រីអូទេប៉ូលីនដែលមិនមែនជាសកម្មជនរបស់គណៈបកនយោបាយណាទេព្រោះលោកស្រីជាប្រធានសហជីពចំណីអាហារនិងទេសចរកម្ពុជាអីផងខ្ញុំអានមិនអស់ទេចំណងជើងនេះអាចនឹងខុសឆក់ល្វែងតែគាត់ជាប្រធានសហជីពដ៏សកម្មមួយតស៊ូដើម្បីសិទ្ធិកម្មករសិទ្ធិបុគ្គលិក Nagawal អីចឹងលោកស្រីបានសរសេរនៅលើបណ្ដាញសង្គម Facebook លោកស្រីតាក់ទងនឹងរឿងអីមិនដឹងទេប៉ុន្តែវាគ្រប់ជួននឹងព្រឹត្តិការណ៍ដូចនេះគាត់ថាកុំភ្ញាក់ផ្អើលអីកុំឈឺចិត្តអីកុំអស់សង្ឃឹមអីមានតែមនុស្សស្លាប់ទេដែលយើងប្រកាសថាអស់លោភៈអស់សេចក្តីខ្លាចមកសង្កត់កាលបើមនុស្សនៅរស់យកឈ្នះសេចក្តីលោភរស់ដោយប្រាថ្នាតិចរហូតដល់អស់ជីវិតពិតជាកម្រនិងពិបាករកបានដោយកម្រណាស់បាទសិតតែប្រស្នាហើយនេះបាទខ្ញុំសូមស្លេះប៉ុណ្ណឹងសិនចុះបងប្អូនពួកអីពេលវេលាក៏ខោចណាស់ដែរទៅហើយខ្ញុំនៅព័ត៌មានច្រើនទៀតណាខ្ញុំសូមឲ្យតែបងប្អូនស្ដាប់មតិបងប្អូនប្រជាពលរដ្ឋត្រឹមហ្នឹងឥឡូវខ្ញុំអានអំពីថ្ងៃនេះគឺឃើញលិខិតមួយរបស់កញ្ញាកម្មមនោវិជ្ជាដែលคล้ายជាប្រិយសិទ្ធពិសេស
របស់រដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណៈបកប្រជាជនកម្ពុជាដែលដាក់គុកឪពុកកញ្ញា9ឆ្នាំហើយកញ្ញាដើរទៅត្រុកលើពិភពលោកតវ៉ាដើម្បីឲ្យផ្លាស់ប្ដូររបៀបដឹកនាំរដ្ឋនេះប៉ុន្តែកញ្ញាបរាជ័យនៅក្នុងការតស៊ូមតិដើម្បីឲ្យផ្លាស់ប្ដូរឥឡូវចូលទៅក្នុងជាមួយរដ្ឋាភិបាលសង្ឃឹមថាអាចផ្លាស់ប្ដូរបាននៅពេលដែលឪពុករបស់កញ្ញាកមនោវិជ្ជានៅជាប់ឃុំហើយបានជាប់ឈ្មោះក្នុងប្រវត្តិសាស្ត្រថាជាជនក្បត់ជាតិទៅទៀតលោកកម្មសខាជាប់ឈ្មោះជាជនក្បត់ជាតិណាបងប្អូនដោយសាររដ្ឋាភិបាលក្រោមការដឹកនាំរបស់ឪពុកលោកហ៊ុនម៉ាណែតហ្នឹងគឺដាក់ទោសគាត់តុលាការក្រោមឧបករណ៍នយោបាយរបស់គណៈបកកណ្ដាលអំណាចនេះដាក់ទោសលោកកម្មសខាចោទប្រកាន់ពីបទក្បត់ជាតិហើយលោកកម្មសខាអត់ប្តឹងសាលដីកាចោទប្រកាន់គាត់ពីបទក្បត់ជាតិបានន័យថាលោកកម្មសខាព្រមទទួលថាអំពើក្បត់ជាតិហ្នឹងគឺត្រឹមត្រូវឥឡូវនេះវាចៃដន្យមែនតើគឺរដ្ឋាភិបាលហ្នឹងយកកូនស្រីច្បងរបស់ទាន់ដិតដែលគាត់ចោទប្រកាន់ពីបទក្បត់ជាតិហ្នឹងយកទៅធ្វើការដើម្បីជួយលើកមុខមាត់រដ្ឋាភិបាលដែលចោទលោកកម្មសខានិងគ្រួសារតកូលកម្មនេះថាខុបខិតជាមួយរដ្ឋបរទេសសហរដ្ឋអាមេរិកផ្ដួលរំលំរដ្ឋាភិបាលឥឡូវយកអ្នកដែលនៅក្នុងគ្រួសារដែលចោទគ្នាថាជាជនក្បត់ជាតិហ្នឹងយកទៅបម្រើជាតិខ្ញុំអត់យល់មិនដឹងថារឿងនេះវាកលាប់ចាក់ផែនដីយ៉ាងម៉េចទេបងប្អូនបើដើម្បីឲ្យក្រុមគ្រួសារតកូលកម្មនេះលែងមានឈ្មោះជាក្រុមគ្រួសារតកូលក្បត់ជាតិគឺទាល់តែយើងលុបអាសាលដីកានោះចោលប៉ុន្តែគេអត់បានលុបទេសាលដីកានៅដដែលលោកកម្មសខាជាប់ឈ្មោះជាជនក្បត់ជាតិគ្រាន់តែគេលើកបទុបថយទោសហើយអាមេរិកក៏ជាប់បទចោទនៅក្នុងហ្នឹងជាប្រទេសខុបខិតក្បត់ជាតិដើម្បីរំលាយរដ្ឋាភិបាលកម្ពុជាដែរជាប់ទាំងអស់នៅក្នុងប្រវត្តិសាស្ត្រដោយសារលោកកម្មសខាមិនប្តឹងជំទាស់នឹងសាលដីការបស់សាលាឧទ្ធរនៅថ្ងៃទី30ខែមេសាឆ្នាំ2026ហ្នឹងហើយចឹងគណៈបកសង្គ្រោះជាតិក៏ជាប់នៅក្នុងការរំលាយនឹងដែរព្រោះប្រធានបកនេះព្រមទទួលយកទោសក្បត់ជាតិថាបង្កើតគណៈបកនយោបាយដើម្បីរំលាយរដ្ឋាភិបាលដូច្នេះទៅទាំងមកកញ្ចប់ហ្នឹងគឺទាំងលោកកម្មសខាក៏ជាប់ទោសក្បត់ជាតិទាំងសង្គ្រោះជាតិក៏គេរំលាយត្រឹមត្រូវទាំងសហរដ្ឋអាមេរិកក៏ជាប់ជាទោសក្បត់ជាតិដែរគឺខុបខិតគ្នាជាមួយលោកកម្មសខាដើម្បីផ្ដួលរំលំរដ្ឋាភិបាលប៉ុន្តែនៅក្នុងពេលហ្នឹងគាត់បែរទៅជាយកលោកកម្មសខាចង់មកឲ្យធ្វើការជាមួយរដ្ឋាភិបាលវិញក្នុងនាមជាជនក្បត់ជាតិហើយទៅយកកូនស្រីរបស់លោកកម្មសខាដែលចោទពីកាន់ពីបទក្បត់ជាតិហ្នឹងយកមកឲ្យជួយរដ្ឋាភិបាលកម្ពុជាហើយមកសហការជាមួយសហរដ្ឋអាមេរិកដែលខុបខិតគ្នាផ្ដួលរំលំរដ្ឋាភិបាលហ្នឹងដើម្បីរដ្ឋាភិបាលកម្ពុជាដែរបើមិនកញ្ញាញ់ខួរក៏យើងកន្លក់ខួរដែរព្រោះរឿងនេះវាវល់ចឹងបានថានយោបាយបងប្អូនស្មោកគ្រោកមែនតើវាអញ្ចឹងកក្រឹតចឹងបាទខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាឲ្យចាំហើយយល់ព័ត៌មានក្តាប់ក្នុងដៃជោគវាសនារបស់ប្រទេសជាតិយើងគឺនៅលើប្រជាពលរដ្ឋចេះត្រេះរិះពិចារណាមើលឃើញពវៀនបတ်ជារវាងថ្នាក់ដឹកនាំនយោបាយទាំងអស់កុំឲ្យអាចេញធ្លាក់ទឹកហើយឲ្យតែស្កតាមគេកញ្ញាកមនោវិជ្ជាសរសេរសារលិខិតថ្លែងអំណរគុណដល់ប្រគុណដល់ព្រះមហាក្សត្រលិខិតមួយទំព័រចុះហត្ថលេខាថ្ងៃទី18ខែសីហាឆ្នាំ2026នេះកញ្ញាកមនោវិជ្ជាគ្រាន់តែសម្ដែងនៅគៀវរៈកិច្ចខ្ពង់ខ្ពស់បំផុតប្រកបដោយក្តីកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅថ្វាយព្រះករណាជាម្ចាស់ជីវិតតម្កល់លើត្បូងជាទីគោរពសក្ការៈដែលព្រះអង្គសពរិជ្ជហរតីចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងខ្ញុំម្ចាស់ជាប្រិយសិទ្ធិពិសេសរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាមានឋានៈស្មើរដ្ឋមន្ត្រីគឺលិខិតនេះគ្រាន់តែអរគុណព្រះមហាក្សត្រទេតែកញ្ញាកមនោវិជ្ជាមិនបាននិយាយថាតើពេលដែលអរប្រគុណព្រះមហាក្សត្រខ្មែរនេះទួនាទីប្រិយសិទ្ធិពិសេសនេះកញ្ញាយកទៅធ្វើអីដើម្បីប្រាប់ទៅបកគោណាថាទួនាទីនេះបកគោណាបកគលមកហ្នឹងគឺត្រឹមត្រូវហើយខ្ញុំបកករណាឬក៏ខ្ញុំម្ចាស់អាចនឹងយកទៅធ្វើអញ្ចេះដើម្បីឲ្យខ្មែរយើងមានសេរីភាពមានប្រជាធិបតេយ្យឡើងវិញស្ដារមុខមាត់ប្រទេសជាតិលើឆាកអន្តរជាតិអ្នកទោសមនសិការត្រូវដោះលែងទាំងអស់ឪពុកខ្ញុំនឹងក៏អាចនឹងគេផ្ដល់សិទ្ធិសេរីភាពនយោបាយធ្វើឲ្យការបោះឆ្នោតមានភាពសេរីត្រឹមត្រូវនឹងយុត្តិធម៌សង្គ្រោះជាតិនឹងរកយុត្តិធម៌ឲ្យគណៈបកសង្គ្រោះជាតិដែលជាគណៈបកឪពុករបស់ខ្ញុំអីវាអត់មានសោះដូច្នេះយើងអត់ដឹងថាតើគាត់និយាយទៅវាគ្រាន់តែជាការដឹងគុណប៉ុន្តែអត់ដឹងថាតើគុណូបការៈឬក៏គុណស្រ័យដែលគាត់អាចធ្វើបានសម្រាប់ជាតិណាមួយម៉ាត់ក៏អត់មានដែរនៅក្នុងលិខិតមួយទំព័រនេះប៉ុន្តែប្រហែលជាតិចទៀតបានគាត់ប្រាប់ក៏មិនដឹងបងប្អូនប្រិយសិទ្ធិពិសេសហ្នឹងគឺជាមនុស្សរបស់រដ្ឋាភិបាលដែលគេបញ្ជូនឲ្យទៅក្រៅដើម្បីយកទៅនិយាយដើម្បីការពាររដ្ឋាភិបាលតែប៉ុណ្្នឹងឯងអត់មាននិយាយដើម្បីប្រជាពលរដ្ឋ18លានអ្នកឬបកប្រឆាំងឬអីណាគឺនិយាយការពាររដ្ឋាភិបាលក្នុងន័យនេះគឺការពារគណៈបកប្រជាជនកម្ពុជាព្រោះរដ្ឋាភិបាលដឹកនាំដោយគណៈបកប្រជាជនកម្ពុជាដូច្នេះអត់មានអីឆ្ងល់ទេប្រិយសិទ្ធិពិសេសគឺជាអ្នកនាំពាក្យរបស់រដ្ឋាភិបាលកម្រិតការទូតអន្តរជាតិដែលគេបញ្ជូនទៅដើម្បីនិយាយល្អអំពីរដ្ឋាភិបាលតែប៉ុណ្្នឹងឯងនិយាយខុសមាគាបកតាន់បន្តិចគឺគេដកប្រិយសិទ្ធិហ្នឹងមកវិញព្រោះគេយកទៅធ្វើអីបើគេឲ្យយើងទៅឧទាហរណ៍ថាប្រិយសិទ្ធិពិសេសអត់ខុសពីអ្នកលក់ឡានទេបងប្អូនគឺពួកស្អីគេហៅខ្ញុំពី MMO គេនិយាយរាល់ថ្ងៃចេះតែភ្លេចដូចថាជួលនរណាម្នាក់ឲ្យមកធ្វើផ្សព្វផ្សាយផលិតផលឲ្យខ្លួនណាដូចជាឯអគ្គរដ្ឋទូតសុឆន្ទៈអីចឹងណាយកមកហ្នឹងផ្សាយផលិតផលបើឧទាហរណ៍ក្រុមហ៊ុនលក់ឡានមួយគេឲ្យម្នាក់ដើម្បីផ្សាយលក់ឡានឲ្យគេតំណាងឲ្យក្រុមហ៊ុនគេយើងត្រូវអួតដែរឡានហ្នឹងវាល្អគុណភាពអញ្ចេះអីអញ្ចេះតម្លៃធូរថ្លៃបងមលួសបងអីឡាក់ហ្នឹងឡាក់តែប៉ុណ្្នឹងឯងទៅប្រអាប់ឡានហ្នឹងគេដកចេញបាត់ហើយវាមានអីតែប៉ុណ្្នឹងអត់មានអីប្លែកទេបាទឥឡូវខ្ញុំឆ្លេះរឿងហ្នឹងប៉ុណ្ណឹងសិនចុះហើយឥឡូវចូលដល់ព័ត៌មានតាក់ទងនឹងមន្ត្រីរដ្ឋាភិបាលកម្ពុជាបន្តបង្ហាញភស្តុតាងថៃឈ្លានពានកម្ពុជាតែមិនដាក់ប្តឹងថៃខ្ញុំសូមសរសើរអំពីភាពមិនចេះទុញទ្រាន់របស់មន្ត្រីខ្មែរដែរ
ហើយឥឡូវឃើញចាញ់គ្រប់គ្នាជាពិសេសរដ្ឋមន្ត្រីក្រសួងព័ត៌មានគាត់គ្រប់គ្រងតែព័ត៌មាននេះឥឡូវគាត់ទៅរៀលដាលដល់រឿងព្រំដែនហ្នឹងគាត់ទៅថាថៃហ្នឹងក៏ហក់ទេដែលនិយាយថាអត់បានបាញ់ចំសំណង់ស៊ីវិលចង់អីហេដ្ឋារចនាសម្ព័ន្ធស៊ីវិលថៃបាញ់សាលារៀនមន្ទីរពេទ្យវត្តអារាមផ្ទះប្រជាពលរដ្ឋខ្ទេចខ្ទីអីយើងឃើញរូបថតឃើញអីគាត់ដាក់បញ្ចាំងមកខ្ញុំថាផុសតាងទាំងអស់ហ្នឹងគឺយើងឃើញគ្រប់គ្នាហើយថាថៃឈ្លានពានកម្ពុជាតើដល់ពេលណាទៀតដែលអស់លោកត្រូវការប្រព័ន្ធផ្សព្វផ្សាយហ្នឹងនៅស្រែករហូតថាថៃឈ្លានពានគឺគេបាញ់នេះគេបាញ់នោះប្រមូលមួយឆ្នាំហើយគេដឹងហើយថាថៃឈ្លានពានកម្ពុជាគឺខ្មែរយើងដឹងអន្តរជាតិអត់ដឹងទេព្រោះអត់មានអន្តរជាតិណាថ្កោលទោសថៃតែមួយក៏អត់ដែរគឺអន្តរជាតិគេគិតថាពីរនាក់ហ្នឹងឆ្លោះគ្នាសាច់ទឹកដាក់គ្នាបាញ់ទៅបាញ់មកខ្មែរក៏ខ្ទេចថៃក៏ខ្ទេចសាលារៀនមន្ទីរពេទ្យខ្ទេចដូចគ្នាអញ្ចឹងស្មើគ្នាអន្តរជាតិអត់មានណាគេខ្វល់រឿងយើងទេតែយើងនៅតែប្រមូលផលតាមឲ្យទៅយកប្រព័ន្ធផ្សព្វផ្សាយធ្វើជាតឡាការតើច្បាប់ប្រព័ន្ធស្រុកណាដែលគេយកតឡាការនិងប្រព័ន្ធផ្សព្វផ្សាយយកប្រព័ន្ធផ្សព្វផ្សាយធ្វើជាតឡាការឲ្យសង្ឃឹមថារកយុត្តិធម៌បានខ្ញុំកំពុងតែឆ្ងល់ហើយនៅពេលដែលយើងពេញចិត្តនឹងប្រព័ន្ធផ្សព្វផ្សាយលោកណេតភក្ត្រាដឹងហើយសារព័ត៌មានឯករាជ្យនៅស្រុកខ្មែរគេបិទអស់ហើយខ្ញុំនៅតែលើកទឹកចិត្តឲ្យរដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជាលោកណេតភក្ត្រាប្រមូលផលតាំងទៀតទៅផ្សព្វផ្សាយចឹងទៀតទៅអត់អីទេល្អហើយក៏ប៉ុន្តែលើកទឹកចិត្តឲ្យលោកជំរុញឲ្យរដ្ឋាភិបាលកម្ពុជានេះដាក់ពាក្យប្តឹងទៅតុលាការព្រំដែនអន្តរជាតិនិងយុត្តិធម៌អន្តរជាតិឥឡូវនេះកម្ពុជាមានប្រិស័ទពិសេសមានកូនរបស់មន្ត្រីអតីតបពប្រឆាំងគឺលោកកម្មសខាគឺកញ្ញាកឹមមនោវិជ្ជានេះសាកបបួលគ្នានាំគ្នាទៅឆាកអន្តរជាតិបើជ្រុលចឹងហើយឲ្យប្រិស័ទពិសេសនេះកញ្ញាកឹមមនោវិជ្ជានេះតាន់បានឱកាសជាប្រិស័ទពិសេសតំណាងឲ្យរដ្ឋាភិបាលមើលស្ពាយដូសៀដែលថាដាក់ទៅតុលាការយុត្តិធម៌អន្តរជាតិកាលពីខែមិថុនាមួយឆ្នាំជាងហើយមើលសូមឲ្យកញ្ញាកឹមមនោវិជ្ជាយកអាដូសៀនឹងឡើងទៅសាលាក្តីតុលាការយុត្តិធម៌អន្តរជាតិមើលហើយនេះឥឡូវលោកអ៊ុំសំអាននេះគេទៅឡាអេនេះទៅតុលាការព្រំដែនអន្តរជាតិចុងខែនេះចង់បញ្ជូនកញ្ញាកឹមមនោវិជ្ជាជួយស្ពាយភ័ស្តុតាងមកដូសៀនឹងដូចដែលយើងនិយាយទៅរាយការណ៍ថ្កោលទោស800ដងជាងយកទៅដាក់នៅតុលាការព្រំដែនអន្តរជាតិ ICC នេះអានេះបានខ្ញុំសរសើរកញ្ញាកឹមមនោវិជ្ជាថាធ្វើការដើម្បីជាតិសាកមើលកុំឲ្យប្រជាពលរដ្ឋគាត់ខកចិត្តច្រើនពេកមិនចឹងហ៎ព្រោះម្នាក់ដូចអស់សង្ឃឹមអីគ្រប់យ៉ាងហើយអ្នកដែលគ្រប់គ្រងតកូលកម្មមកប៉ុន្តែបងប្អូនខ្ញុំប្រាប់ឲ្យជូតទឹកភ្នែកបន្តដំណើរទៅទៀតអស់មានតកូលកម្មមួយនៅសល់តកូលមកកណោដែលស្នេហាជាតិនឹងពេញផ្ទៃប្រទេសនឹងគេមិនទៅណាទេព្រោះអីគេគិតពីប្រជាពលរដ្ឋគេមិនមែនគិតលៀបសការៈបុគ្គលក្រុមគ្រួសារអីទេគេគិតតើអ្នកលក់ឆ្កែមកធ្វើបាតកម្មនៅទីលានប្រជាធិបតេយ្យហ្នឹងតើគេគិតដើម្បីកាពះគ្រួសារគេមែនទេបើគិតកាពះគ្រួសារលក់ឆ្កែហ្នឹងដើម្បីយកទៅទិញបបរទិញអង្គហូបហើយមិនមែនលក់ឆ្កែដើម្បីយកមកធ្វើបាតកម្មទេនេះគឺយើងអ្នកខ្លះខ្មាស់អ្នកលក់ឆ្កែមកធ្វើបាតកម្មមិនមែនតាយើងធ្វើនេះជួនកាលយើងធ្វើឲ្យអ្នកលក់ឆ្កែធ្វើបាតកម្មនេះគ្នាអង្គុយកាត់ទុករីងរាយប៉ុន្តែយើងអត់បានស្មើតម្លៃពួកគាត់ទេឥឡូវបន្ត